សូមជំរាបសួរបងប្អូនអរគ្នាបាទសូមស្វាគមន៍មកកាន់អាកាសដ្ឋានចិញ្ចឹមកង្កែបបាទភ្នំពេញបាទបងប្អូនអរគ្នាបាទហ្នឹងហើយបងប្អូនអរគ្នានេះគឺយើងមកធ្វើការដាក់ចំណីឲ្យកូនកង្កែបបាទខ្ញុំធ្វើការដាក់ចំណីរួចហើយក៏ប៉ុន្តែគ្រាន់ថាយើងមកថតវាលេងណាបាទកង្កែបបច្ចុប្បន្ននេះបាទតម្លៃនៅលើទីផ្សារបាទគេលក់1គីឡូ 15,000 ណាបងប្អូនអរគ្នាបាទហើយបើសិនជាគេអ្នកទទួលទិញគេអាចទិញយើងចន្លោះពី1គីឡូ 9,000 ទៅ 10,000 បាទទៅតាមតម្លៃទីផ្សារតម្លៃមាត់មួយនិយាយទៅតម្លៃមាត់មួយណាបាទបើយើងអាចធ្វើលក់បានខ្លួនឯងក៏រឹតតែល្អបាទយើងទៅការចំកាបគឺជាមុខរបរមួយដែលយើងបំរុងទុកបាទដូចថាបើសិនថ្ងៃណាមួយយើងដាច់ការងារយើងនៅជាមួយកង្កែបយើងអាចថាចិញ្ចឹមវាបដោះលក់បានលុយបានណាបាទយើងអាចធ្វើជាកង្កែបបោបកង្កែបចិញ្ចឹមកង្កែបអាំងគ្រឿងក្លែមជាភាសាគ្រឿងក្លែមបាទមានបងខ្លះគាត់ធ្វើគ្រឿងក្លែមលក់ដាច់បាទរឿងកាបនេះណាបាទបាទគាត់ថាមានបងខ្លះគឺគាត់មិនសូវជាបានយល់ដឹងពីការចិញ្ចឹមពីអត្ថប្រយោជន៍របស់វាប្រហែលទេបាទគាត់ដឹងត្រឹមថានៅក្នុងស្រុកខ្មែរធ្វើអីក៏ខាតបាទយើងកុំយកពាក្យនឹងយកមកដាក់មុខបាទព្រោះអីអ្វីដែលខ្ញុំមើលឃើញគឺការដឹកពីខាងក្រៅចូលមកខាងក្នុងមានចំនួនច្រើនមែនទែនបាទអញ្ចឹងហេតុអ្វីអង្គគេដឹកចូលដោយសារតែខាងក្នុងវាខ្វះបាទខ្វះបើគេដឹកចូលបាទឬមួយក៏គេអត់ចង់ឲ្យអតិផរណាចំណេញហ្នឹងវាឡើងថ្លៃបងប្អូនអរគ្នាបាទឧទាហរណ៍ថាបងប្អូនអរគ្នារោបានមួយថ្ងៃ 10,000 បាទឬមួយក៏មួយថ្ងៃ 20,000 ចុះបាទហើយថ្លៃមកហូបចំណាយអស់ 15,000 បាទនៅសល់តែ 5,000 ហ្នឹងអានឹងគេហៅអតិផរណាខ្លាំងណាបាទអញ្ចឹងដើម្បីកាត់បន្ថយអតិផរណាគឺគេត្រូវតែនាំបន្លែនាំឲ្យចូលទៅបីយើងដាំកើតក៏ដោយក៏គេមានគេហៅថាការចុះកិច្ចប្រឹងប្រែងនៅក្នុងការនាំចូលបាទហ្នឹងហើយគេហៅ trade deposit បាទហ្នឹងហើយប៉ុន្តែសម្រាប់ខ្ញុំចំកាបរាល់ឆ្នាំគឺយើងដាក់ចន្លោះពី10 តោនឡើងបាទយើងទៅខ្ញុំរាល់ឆ្នាំគឺខ្ញុំអាចដាក់លើសហ្នឹងបាទឬមួយក៏អាចដាក់ត្រឹម10 តោនបាទហ្នឹងហើយឆ្នាំនេះខ្ញុំអាចដាក់លើសហ្នឹងបាទព្រោះអីឆ្នាំហ្នឹងបាទខ្ញុំមើលទៅគឺនៅក្នុងពេលដែលតម្លៃសាំងឡើងថ្លៃបងមួយគាត់អត់ចង់ធ្វើអីទេគាត់ចង់ទុកលុយសម្រាប់មើលស្ថានភាពបាទក៏ប៉ុន្តែទន្ទឹមនឹងស្ថានភាពនៅពេលដែលយើងទុកទាំងអស់គ្នាបាទអ្វីដែលលុយដែលយើងទុកហ្នឹងយើងនឹងចាយអស់បាទប៉ុន្តែមុខរបរដែលយើងធ្វើយើងចាប់ផ្ដើមធ្វើវានឹងដំណើរការរលូនទៅមុខបាទអញ្ចឹងបានថានៅពេលដែលយើងទុកលុយវាអត់សល់ទេបាទនៅពេលដែលយើងព្យាយាមទុកលុយដោយយើងចំណាយរាល់ពេលបាទវាអត់សល់ទេបាទប៉ុន្តែបើសិនយើងព្យាយាមនៅក្នុងការរកស៊ីបាទនៅក្នុងការរកស៊ីហើយយើងរកផងយើងទុកផងអានឹងសល់ច្រើនបាទហ្នឹងហើយប៉ុន្តែគាត់ថាខ្ញុំមានកូនប្រហែលជាមិនមែន 10,000 កូនទេចូល 20,000 កូនហើយអញ្ចឹងខ្ញុំផលិតបាន 2 តោនហើយក្នុងមួយរយៈហ្នឹងអាចតន់កដាចូលឆ្នាំបាទអញ្ចឹង 2 តោនអញ្ចឹងនៅបន្តទៀតខ្ញុំនៅបរិយាបន្តទៀតហើយទោះបីយើងគេអត់ធ្វើទាំងអស់គ្នាក៏ដោយក៏ខ្ញុំនៅតែបន្តធ្វើដែរបាទខ្ញុំមានមូលហេតុរបស់ខ្ញុំដូចអ្នកបន្លែអញ្ចឹងណាថាអ្នកបន្លែគេឈប់ដាំទាំងអស់គ្នាបាទប៉ុន្តែខ្ញុំនៅតែដាំបន្លែបាទព្រោះអីតែគេឈប់ដាំយើងបានថ្លៃបាទហ្នឹងហើយត្រង់ចំណុចហ្នឹងណាមិនមែនឆ្លៀតឱកាសទេបាទបើស្អីយើងអត់ធ្វើ
bà dừng chăm ta tinh kỳ hôm nâng bà té rồi giờ dừng phớ cứ bàn tịnh chán vì tên chặt bàn bà đừng ai pe khai dừng ai chặt phơ tới chăm pe nam môi dừng chập một cái bò nâng bàn thứ lui có tràn ta tam nâng đào bà nâng hay pe khai dừng phơ tới dừng cái tháng một cái bò nâng viêm trâu nâng dừng tê đã pe du tới với trâu có lui sọt tiệt bà men đã lui men đặt trâu viêm mày chứ na bông bò nào khné viết trâu viêm cha nó pe là dân rosi dân đăng pleu dân đăng cả lại để sạn ở trong cà rosi bọt luôn dân hái dân đăng tha dân trời chập pi cho nói ná tư cho nói na hơi bà chẳng dân rừng lui đã tha dân tá dân chăm cáp cua đã bọp lụa luôn anh cua đã phơi kêu clam cua đã lụa oi môi bà hay là pe dân score môi bà vẹn nó cứ sưu là bà đôi nhóm sưu là về nhóm school ở chân sân đầm miền tây là nhóm bạn bà pin nia để rồi cái khơi là chỉ cắt cái khơi cái cọ tục bắn nè tục ở nhóm á bà đuổi nhóm miền cái lành bò lụa chẳng á bà nên tục ở nhóm á bà cho cha ta lại cái này bà nè nâng cái school bà đã dừng ở school mày pháo dừng ta lụa từ xa rồi một cái phương kẹp bọc lúa mà khai ai rồi cho nó ban một quan trăm rồi từ pi pon rồi một còn một pon la ấy nữa bà này anh đang chiều vậy đừng nhầm prap trụ bà chẳng ở con chăn bà chụp rip lia bà bông bò đỏ này bà